នេះនាំបងប្អូនមកទស្សនាពីរបៀបធ្វើទ្រង់ព្រៀបសម្រាប់បងដៃថ្មីដែលទើបតែរៀនចិញ្ចឹមអាគោ2គូដល់3គូដល់ការធ្វើទ្រង់ព្រៀបបើយើងធ្វើទំហំចាប់ពី50ឡើងកម្ពស់ទៅតឹងប្រហែល50ឡើងគឺអាចទទួលយកបាននេះចំពោះព្រៀបមនព្រៀបទីតាំងនិងព្រៀប2អញ្ចឹងទៅតែបើចំពោះ50ចុះក្រោមគឺពិបាកក្នុងការទទួលយកបន្តិចដោយសារតែព្រៀបគឺវាចងគ្នាគឺវាត្រូវទៅផ្ទះស្លាប់អញ្ចឹងហើយពេលដែលវាទៅផ្ទះស្លាប់គឺបើជាអៀតពេកក៏ការចនមកវាការនេះហ្នឹងគឺវាអត់ផ្ដល់មេជីវិតឲ្យល្អទេអញ្ចឹងវាធ្វើឲ្យយើងពិបាកក្នុងការទទួលផលពីវាដែរអញ្ចឹងបើយើងធ្វើពី50ឡើងអានឹងល្អប៉ុន្តែបើយើងចិញ្ចឹមប្រៀបដូចជាម៉ូឌៀនកង្កោកឬក៏ភាគធំអីម៉ូនក្រមអីហ្នឹងយើងគួរតែដាក់ចាប់ពី60ក៏ល្អ60 70 80អីហ្នឹងគឺល្អហើយតែបើខ្ញុំនេះគឺខ្ញុំដាក់ប្រមាណខ្ញុំហ្មងព្រោះខ្ញុំចិញ្ចឹមចម្រុះវាមានម៉ូឌៀនម៉ូឌីណា King កង្កោកខ្មែរកង្កោកឥណ្ឌាប្រៀបមនប្រៀបព្រៃខ្ញុំចាំចម្រុះអញ្ចឹងខ្ញុំធ្វើទ្រង់ធំតែម្ដងចឹង1ម៉ែត្រខ្ញុំត្រូវចល័តដូរយកឥឡូវចុះក្រោមយកក្រោមចុះលើហ្នឹងទៅហើយការប្រក់របស់វានេះបើយើងមានដូចជាស្លឹកខ្នោតឬក៏ស្បូវក៏ល្អដែរបើយើងយកប៉ាំងអាស័យមកគឺយើងគួរតែដាក់អ៊ីសូឡង់ឬក៏យើងដាក់ស្បែកនោះមកតង់ទីពីលើស្បែកខៀវអាហ្នឹងក៏ល្អហើយចំពោះបាតវាគឺសម្រាប់បងចង់ដាក់អីក៏បានដែរតែចំពោះខ្ញុំគឺខ្ញុំដាក់អាស័យពេលយើងធ្វើអាស័យទៅវារឹងហើយវាអត់មុតជើងវាទេហើយយើងដាក់អាស័យបែបនេះហើយមកជន់ហើយយើងក្រាលសំណាញ់ពីលើសំណាញ់ហ្នឹងយើងគួរតែកុំប្រើសំណាញ់ដៃក៏ល្អដែរខ្ញុំប្រើសំណាញ់ជ័រព្រោះសំណាញ់ជ័រវាអត់ធ្វើឲ្យខូចជើងព្រាបរបស់យើងហើយត្រង់របស់ខ្ញុំនេះតាមពិតទៅមិនថាសំដៅទៅលើតែព្រាបទេយើងអាចដាក់មនិស័យហ្នឹងក៏បានដែរអញ្ចឹងបើយើងចង់ដាក់មនិស័យក៏បានមេ2ឈ្មោះមកគឺមកល្មមចឹងចំពោះការរៀបចំទ្រុងគឺខ្ញុំប្រៀបតែប៉ុណ្្នឹងឯងអត់មានអីវែងឆ្ងាយច្រើនទេហើយចំពោះចន់ក្រមនេះខ្ញុំដាក់បង្កើតមនចឹងមនយើងអាចដាក់មនរិស័យក៏បានមនជុលក៏បានមនស្រែក៏បានចឹងវាអត់ធ្វើឲ្យយើងខាតទេហើយព្រៀបយើងដាក់ខ្នើលើទៅចឹងមនយើងនៅក្រោមព្រៀបវានៅលើហើយចំពោះបានវាយើងក្រាអាហ្នឹងហើយបើយើងមានកងលាកេយើងដាក់កងលាកេមកស្លឹកទៀតទៅដើម្បីកុំឲ្យវាជូរអាចមកចំមននៅឬក៏មានកម្រាលដូចជាកេះឡើងកេះអីហ្នឹងក៏បានដែរតែចំពោះខ្ញុំដាក់កម្រាលខ្ញុំមានកម្រាលខណៈខ្ញុំក្រាលមកតង់ទៀតក្នុងមួយខែខ្ញុំធ្វើការផ្លាស់ប្ដូរវាម្ដងចឹងចំពោះការធ្វើទ្រុងគឺអត់មានអីពិបាកទេសំខាន់ពុកម៉ែបងប្អូនទាំងអស់គ្នាមានអ្វីគួរតែធ្វើទៅហើយបើយើងយករបរសម្ដែងរបរខ្ញុំប៉ុន្តែយកអាកាឡាទូចក៏បានអាហ្នឹងយើងអាចធ្វើជាអញ្ចឹងមួយអីក៏បានសែចិត្តហើយបងខ្លះក៏ស្រឡាញ់ឆុងក៏បានស្រឡាញ់កាឡាទូចក៏បានកាឡាធំក៏បានដែកចាប់ពី3លី4លី5លីអីក៏បានដែរហើយយើងយកដែកឆ្នាំងអំពៅធ្វើជាក្រងក៏បានតែចំពោះខ្ញុំសវោឈើខ្ញុំធ្វើពីឈើតែខ្ញុំឆ្នៃអ្វីដែលយើងគិតថាអស់ថវិកាបន្តិចចំណាយតិចតែយើងចំណេញហើយយើងបានលទ្ធផលដែរអញ្ចឹងវាអត់ប៉ះពាល់ច្រើនដូចខ្ញុំនេះខ្ញុំធ្វើក្រោមនេះគឺ1ម៉ែត្រកន្លះហើយចំពោះទងលើគឺ1ម៉ែត្រ1ម៉ែត្រគុណ1ម៉ែត្រអាហ្នឹងធុងយើងឆុងយើងដាក់ហ្នឹងទៅយើងខណ្ឌជា2យើងអាចតម្លាក់វាបានអញ្ចឹងន័យថាក្នុងធុង1ម៉ែត្រហ្នឹងខ្ញុំទិញតម្លៃវា40000នៅស្រុកខ្ញុំណាអញ្ចឹង40000យើងអាចខណ្ឌវាជា2អញ្ចឹងក្នុងមួយគូយើងចំណាយអស់តែ20000ត្រង់ហើយបើវាតិចតួចថាក្នុងមួយគូយើងចំណាយអស់40000ចុះយើងគិតតែបើទៅតាមអាស័យហ្នឹងទៅអញ្ចឹងវាចំណេញហើយអានេះយើងចង់ផ្លាស់ប្ដូរពេលណាក៏បានប៉ុន្តែបើយើងផ្សារចោលហ្មងពេលដែលយើងត្រូវការផ្លាស់ប្ដូរយើងពិបាកក្នុងការកាត់បន្តិចតែបើយើងធ្វើធុងមកល្មមយើងអាចផ្លាស់ប្ដូរចល័តតិចបានអាហ្នឹងក៏ល្អដែរប៉ុន្តែកុំធ្វើធុងដែលថាជាប់រហូតអញ្ចឹងវាពិបាកក្នុងការផ្លាស់ប្ដូរទីកន្លែងអញ្ចឹងបើបងស្រឡាញ់ពេញចិត្តតាក់ទងបានខ្ញុំមានប្រភេទជាព្រៀបមននិស័យមនស្ពីក្តោបប្រាំងហើយនឹងប្រភេទទុនខ្សែផងដែរអញ្ចឹងបងស្រឡាញ់ពេញចិត្តតាក់ទងបានហើយចំពោះបងមានចំណងពាក់ព័ន្ធជាមួយនឹងការចិញ្ចឹមសត្វចិញ្ចឹមអីហ្នឹងអាចឆាតតំណមកសួរខ្ញុំបានគឺខ្ញុំរីករាយនឹងឆ្លើយអ្វីដែលខ្ញុំដឹងខ្ញុំនឹងរៀបរាប់ប្រាប់ជូនបងប្អូនទាំងអស់គ្នាហើយកុំភ្លេចជួយ like ជួយ share ជួយ follow page របស់ខ្ញុំម្នាក់មួយផងអូខេអរគុណច្រើនហើយបញ្ជាក់បន្តិច page របស់ខ្ញុំគឺមានតែមួយទេ Animal in Cambodia ហើយនឹង Telegram ក៏ឈ្មោះហ្នឹង TikTok ក៏ឈ្មោះហ្នឹងYouTube ហ្នឹងក៏ឈ្មោះខ្ញុំដែរអញ្ចឹងឈ្មោះនឹងដូចគ្នា Animal in Cambodia ចឹងបងស្រឡាញ់ពេញចិត្តកុំភ្លេចតាក់ទងខ្ញុំហើយលេខទូរស័ព្ទរបស់ខ្ញុំគឺនៅខាងក្រោម page ក៏មាននៅក្នុង TikTok ក៏មាននៅក្នុង YouTube ហ្នឹងក៏មានដែរខ្ញុំតាំងលើ profile ស្រាប់គឺ081ហ្នឹងគឺលេខ Telegram របស់ខ្ញុំអូខេអរគុណច្រើន